ទៀតហើយចូលឡាយនៅបងជួយចូលនៅសម្រាប់សួរអតិថិជនរបស់ PCC ទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកការ live ជាថ្មីម្ដងទៀតហើយជួបជាមួយខ្ញុំបាទរស្មីមួយនាងខ្ញុំស៊ីហ្វុងថ្ងៃហ្នឹងដែរយើងនឹង live អំពីផលិតផលរបស់ MSI ម្ដងដែលជាប្រភេទ gaming ថ្ងៃហ្នឹងក៏យើងមាន promotion មានអីច្រើនដែរអ្នកទាំងអស់គ្នាអាចចូលមកមើលការ live និងបញ្ជាទិញទាំងអស់គ្នាណាចាំបងគាត់ចូលមើលសិនណាចាំយើងនិយាយពី spec បងកុំភ្លេចចូល like ចូល share ផងមុននឹងពួកខ្ញុំនឹងនិយាយពី spec អញ្ចឹងណាដល់សារបងចូលមកក្រោយវានឹងអត់ដឹងថា spec ថាពួកយើងមាន promotion អីខ្លះមាន spec អីខ្លះណែនាំជូនបងឯងតើតម្រូវការបងវាថាសមនឹង spec នឹងអត់អីអញ្ចឹងណាបងហើយអាហ្នឹងក៏យើងតឹមតានេះ background ខាងក្រោយឯងមើលភ្លើងឡើង RGB ហ្មងអ្នកទាំងអស់គ្នាអាច share អាច like ច្រើនតិចមកដើម្បីខាងពួកខ្ញុំអាចនឹងនិយាយពី spec អញ្ចឹងណាកុំឲ្យមកដល់និយាយព្រាមវាខ្លាចអ្នកទាំងអស់គ្នាតាមអត់ទាន់ពី spec ពួកខ្ញុំចង់និយាយណាចាំតិចសិនណាបងយើងនិយាយគ្នាលេងសិនណាសុខសប្បាយដែរបងខាតជួបគ្នាយូរហើយចាបងសុខសប្បាយធម្មតាចុះបងវិញនឹងវាដូចតែគ្នានឹងសុខទុកវានៅតែមួយគ្នាសុខទុកដែរទន្ទឹមគ្នាទុកដែរទន្ទឹមគ្នាអ្នកនរគ្នាកុំភ្លេចជួយ like ជួយគ្នាមកនេះមកដើម្បីពួកខ្ញុំនឹងនិយាយពី spec មាន promotion មានអីអញ្ចឹងណាតែឥឡូវយើងនិយាយតាក់ទងនឹងក្រុមហ៊ុនអញ្ចឹងមានប្រហែលសាខាដែរនៅទាំងអស់ទាំងនៅពេញនៅខេត្តកុំឲ្យនិយាយពី spec យើងនិយាយពីសាខាសិនណាមាន4ចាមាន4សាខាបងមាននៅសាខាសៀមរាបផ្សារថ្មីចំពោះនៅភ្នំពេញមាន3សាខាបងមាននៅផ្សារថ្មីសាខាសូយ៉ានិងសាខាមនីវងចុះយើងលក់អីខ្លះដឹងឯនៅក្រុមហ៊ុនយើងយើងមានលក់ច្រើនណាបងមិនមែនលក់តែ laptop ទេពួកយើងមាន printer មានទឹកថ្នាំមាន laptop ច្រើន model ហើយមាន service មានអីទៀតណាបងអូមាន service ទៀតចាមាន service ហ្នឹងជួសជុលចុះបើទៀតថាខ្ញុំអត់ទិញពីខាងក្រុមហ៊ុន PDC ទេតើខ្ញុំអាចយកវាមកជួសជុលឬក៏ repair ហ្នឹងបានអត់បានបងបានណាចាល្អដែរតែអញ្ចឹងចង់និយាយថា service អញ្ចឹងមានទីមួយអាចទៅដល់ទីតាំងភ្ញៀវបានអត់បានបងល្អតែសវីដឹងបងបើសិនជាបងមានតម្រូវការដែលគាត់ចង់និយាយថាបងដែលទិញ laptop ពីខាងក្រុមហ៊ុនគេផ្សេងដែលបងយកមកឲ្យខាងក្រុមហ៊ុនខាងបងអូនធ្វើក៏យើងមានទទួលជួសជុលដែរបងមិនថាបងទិញពីខាងណាទេគឺយើងមានការជួសជុលដូចគ្នាទាំងអស់ហ្មងបងកុំភ្លេចជួយ share view ច្រើនតិចមកសម្រាប់ពួកខ្ញុំនិយាយពី spec បើសិនជាបងអត់និយាយអត់ជួយ share អត់ជួយអីអញ្ចឹងពួកខ្ញុំនិយាយ spec ទៅបងមកក្រោយទៅវាធ្វើឲ្យខាត់ពេលអញ្ចឹងណាបងដោយសារបងអត់តាមអត់ទាន់ពី spec ពួកខ្ញុំចង់បងនិយាយថាមាន promotion អីខ្លះមាន spec អីខ្លះដែលស័ក្តិសមសម្រាប់សិស្សនិស្សិតរៀនសូត្រអីអញ្ចឹងណាបងចាំ10នាទីទៀតណាបងចាំយើងនិយាយពី spec ហ្មងបាទអូខេតើសុំមើល comment បងស្រីមួយសិនបងមិនសួរថាមាន promotion អីខ្លះថ្ងៃហ្នឹងមានបងមាន promotion MSI បញ្ចុះតម្លៃរហូតដល់$50បងកុំភ្លេចអាចបើថាជាបងចង់និយាយថាចង់ដឹង promotion អីច្រើនទៀតបងអាចមើលដល់ line ក៏ដល់ចប់អាហ្នឹងយើងមាន promotion ច្រើនទៀតតែយើងកាលហ្នឹងក៏មាន live ពី promotion របស់ MSI cashback $50ផងដែរបង Hello បងកុសុមា Hello បងកុសុមា បងពិសេស Hello BB Hello អ្នកលក់ស្អាតម្លេះថ្ងៃហ្នឹងបងអរគុណច្រើនបងស្អាតខាងស្រីទៅបងតួស្រីស្អាតខ្ជូតខាងប្រុសក៏សង្ហាដែរបងជួយ like ជួយ comment ច្រើនតិចមកព្រោះយើងនិយាយពី spec
laptop ជូនមកបងអញ្ចឹងណាអាហ្នឹងយើង live ពីប្រភេទ gaming ណាមើល background ក្រោយក៏ដឹងដែរថាអាហ្នឹង live ពី gaming ភ្លើង RGB មកថ្ងៃហ្នឹងរៀងប្លែកជាងរាល់ដងបងដោយសារbackground យើងតំ update ថ្មីយោបងងាប់ទៅលាក់មើលបាន13នាក់ហ្នឹងបងជួយមើលឲ្យបាន20នាក់អីទៅស្រួលខ្ញុំពូខ្ញុំនិយាយពី spec អីចឹងណាចាំមើល5នាទីទៀតពួកខ្ញុំនឹងនិយាយពី spec ចឹងណាបងចឹងបងអត់តិចជួយ share ជួយ like ទៅបានច្រើនតិចមកកុំឲ្យនិយាយពីពួកនេះយើងធ្វើយើងនិយាយពី promotion ហ្មងបងការ live ពី HP laptop HP laptop HP laptop អាហ្នឹងយើងទៅចូល stock ដែរបងយើងប្រហែលជា live សប្តាហ៍ក្រោយអីចឹងណាបងសប្តាហ៍នេះយើង live ពី product របស់ MSI សិនដោយថា MSI វាមាន promotion ចឹងណាបងតែ HP យើងក៏ទៅចូល stock ដែរតែយើងក៏នឹងមានកម្រងថា live ដែរបងកំភៃយើងអត់តែបងតាមដាន page របស់ PDC អាហ្នឹងបងនឹងដឹងពីព័ត៌មានការ live ពីការ promotion ពីការបើអីបានចូលថ្មីហ្មងណាបងចាបងហើយបើសិនជាបងចង់បានព័ត៌មានលម្អិតបងអាចឆាតចូល page ផ្លូវការរបស់ក្រុមហ៊ុន PTC បានឬក៏អាចមើលនៅក្នុង website របស់ពួកយើងណាបង PTC Computer website មិនមានតែ laptop ទេយើងមាន printer accessory គ្រប់ប្រភេទតែបងអាចមើលបានមិនថា projector មិនថាផ្ទាំង slide និយាយរួមគឺយើងមានគ្រប់ brand គ្រប់ model ហ្មងគេចិនដែរ laptop gaming មែនបងចាបង laptop ដែលនៅពីមុខខ្ញុំហ្នឹងសិតតា laptop gaming ទាំងអស់បងតិចច្រឡំថា laptop gaming ទៅធ្វើការ office កើតកុំច្រឡំណាធ្វើការកើតបងធ្វើការបានគឺរលូនតែម្ដងមាន laptop office អត់បងlaptop office ក៏មានដែរបងតម្លៃធូរថ្លៃតម្លៃតាក្រោម500ឯងបងអាហ្នឹងប្រភេទ MSI modern យើងក៏មាន14 inch និង15 inch ណាបងដោយ spec នេះក៏ល្អដែរបងវាជាប្រភេទ Core i5 ចំនួនទី13ទៀតហើយនឹង RAM មានរហូតដល់ 8GB មាន2 slot អាចបងអាច upgrade បានទៀត storage វាមានរហូតដល់ 512GB បងសម្រាប់laptop office អាហ្នឹងប្រភេទ modern អាហ្នឹងដែលខ្ញុំអត់បានយកមក live ទេដោយសារអាហ្នឹងយើងពឹង focus ទៅលើប្រភេទ gaming តិចណាបងបងចង់ដឹងព័ត៌មានបន្ថែមដែលខ្ញុំបានបញ្ជាក់ប្រាប់បងអញ្ចឹងព័ត៌មានលម្អិតគ្រប់យ៉ាងបងអាចឆាតសួរតាម page ផ្លូវការរបស់ពួកយើងបានណាបងមានអ្នកចាំ reply 24ម៉ោងហ្មងបងឆាតមកស្មានណាក៏មានអ្នក reply ដែរបងញ៉ាំបាយនៅថាបាយដល់ឡាយចប់បានញ៉ាំបាយតែឥឡូវកុំឲ្យខាត់ពេលយូរយើងចាប់ដើមនិយាយពី spec បដាហ្មងណាបងអានេះអញនិយាយពី spec វាមួយបានអត់អាហ្នឹងវាប្រហែលអីគេ laptop ហ្នឹង spec វាមិនដែរmodel មួយនេះគេហៅថា MSI Syn A15 បងហើយ spec វាគឺវាមកជាមួយនឹង CPU AMD Ryzen 7ហើយនឹងវាមានភ្ជាប់មកជាមួយនឹង operating system Windows 11ស្រាប់ហ្មងបងវ៉ាវអាហ្នឹងមិនបាញ់លក្ខណៈពិសេសរបស់វា operating system Windows 11ហ្នឹងមិនបាញ់លក្ខណៈពិសេសរបស់វាមាន license Windows អញ្ចឹងអាចប្រើបាន lifetime ហ្មងបងយើងមិនចាំ crack វាបន្ត3ខែឬ6ខែ crack ម្ដងទេយើងចំណេញថវិកាដែរក្នុងចំណុចហ្នឹងហើយមួយទៀតទំហំ RAM វារហូតទៅដល់16GB បង DDR5 វាមាន2 slot បងអាច upgrade បានឡើងថែមទៀតវ៉ាវអញ្ចឹងមានន័យថាវាមកវា 610G ហើយយើងមាន slot ឲ្យយើង upgrade បានទៀតបងចង់ upgrade ក៏បានដែរអញ្ចឹងនិយាយថា spec នេះពិតជាល្អមែនទែនសម្រាប់បងដែលមានតម្រូវការ RAM 32 RAM 64អីអញ្ចឹងណាបងអាចដោះដូរវាបានវាមាន slot add ថែមទៀតចាហើយចំពោះទំហំផ្ទុកទិន្នន័យរបស់វារហូតទៅដល់ 512GB បងហើយវា support change ដូចគ្នាអញ្ចឹងបើបងចង់ upgrade ឡើង1T 2T អីក៏បានដែរបងវ៉ាវចា
វាពិតជាគិតពីអនាគតថាយើងថ្ងៃប្រើតែប៉ុណ្ណេះថ្ងៃក្រោយយើងចង់ upgrade បានធំពិតជាល្អមែន laptop គឺគេគិតគូរពីអនាគតបានវែងឆ្ងាយគិតគូរពីអនាគតមែនតាបងហើយបងនិយាយពី graphic វិញគឺជាប្រភេទ graphic Nvidia RTX 50 GPU 6GB បង wow សម្រាប់graphic របស់វាគឺវាបំពាក់មក RTX រហូតដល់40 រហូតដល់ 6G ទៀតនិយាយរួមទៅមិនថាបងយកទៅរ៉ាំជាលក្ខណៈថាវីដេអូ graphic លក្ខណៈថារូបភាពដែលកាត់តមានអ្នកថា anime ឬអីគឺវាដើរ smooth មែនតើហ្មងមិនថាបងយកទៅកាត់តរូបភាពវីដេអូអីគេលេងហ្គេមនេះគឺពិតជាស័ក្តិសមបំផុតសម្រាប់ដែលវាមានភ្ជាប់មកជាមួយនឹង graphic RTX រហូតដល់40 រហូតដល់ 6G ហើយបើនិយាយពីទំហំអេក្រង់វិញគឺ 15.6 inch Full HD កម្រិត IPS អញ្ចឹងមិនថាបងនៅមុខ laptop ធ្វើការយូរប៉ុណ្ណាក៏អត់ធ្វើឲ្យបងក្តៅភ្នែកដែរវាអាចបង្ហាញរូបភាពចាស់ហ្មងច្បាស់ទៅជាក់ភ្នែកល្អមែនតើបងអាចមើលតាលើយើង live នេះក៏បែបដែរឡើងរូបភាពចេញផ្ទាល់ហ្មងថាវាច្បាស់កម្រិតណានេះត្រឹមតែ Full HD ផងនេះបង model មួយនេះហ៎បងនេះហើយរូបរាងគេស្អាតហ៎បងពណ៌គេក៏ស្អាតប្លែកដែរនេះពណ៌ Cosmo Grey ហ៎បងយីរំពណ៌ហ្នឹងលក្ខណៈថាវាមិនខ្មៅហើយក៏វាលក្ខណៈថាវាមិនប្រផេះពេកវានៅកណ្ដាលវានោះមើលអត់សាំភ្នែកហ្មងនិយាយទៅលក្ខណៈថាហើយក៏វាងាយប្រឡាក់ដែរពណ៌នេះយើងកាន់តាណាក៏លក្ខណៈថាវាចុះចំណោមលក្ខណៈថាវាអត់សាំភ្នែកហ្មងមើលទៅចាបងលក្ខណៈខ្ញុំមើល premium បណ្ដោយចាហើយតម្លៃវាសមរម្យហ៎បងអត់ដល់តម្លៃមិនមែនទៅសមរម្យហ្នឹងខ្ទង់$900ស្ដើងវ៉ា$900ស្ដើងនេះទាំងអស់គ្នាចានឹងបាន laptop មួយដ៏ស្រស់ស្អាត gaming មានសមត្ថភាពខ្លាំង performance ខ្លាំងល្បឿនលឿនយ៉ាធ្វើការងារបានដោយរលូនហោណាបានតម្លៃប៉ុណ្្នឹងហើយចង់និយាយថាវាស្ពេចចេញមកឡើងកប់បែបនេះហ្នឹងចាបងហើយតែភ្លើងវិញមានភ្លើងអីគេដែរភ្លើងធម្មតាឬក៏ភ្លើង RGB អានេះអាហ្នឹងវា single black lit ទេបងវាមានភ្លើងតែមួយពណ៌តែមួយពណ៌ទេនេះចុចទៅឃើញអត់មើលសាក់មកវាភ្លើងតែភ្លើងពណ៌ប្លែកថាពណ៌ខៀវវាអត់មែនភ្លើង RGB លោតបដិញតាម key ទេគេបើភ្លើងនេះដែរប៉ុន្តែវាលក្ខណៈថាពណ៌ខៀវតាមមួយពណ៌ទេចាអាហ្នឹងជួយសម្រួលដល់ការងារបងដែរក្នុងករណីថាបងធ្វើការងារពេលយប់កុំឲ្យបាក់បើកភ្លើងបើកអីចឹងយើងអាចគ្រាន់តែបើក laptop មកវាមានភ្លើងនៅលើ keyboard ហ្មងចឹងមកចាំពិបាកបើកភ្លើងភ្លឺចាតែគេសម្រាប់ដូច laptop gaming ភាគច្រើនគេមានមកត្រូវឲ្យតែគាត់តែមានភ្លើង RGB ដើម្បីពួកគាត់លេង game គឺធ្វើការដាច់យប់ងាយស្រួលដើម្បីចុចចឹងបងដែលមានតម្រូវការបិទចិត្តក្រោមធំពុំរមពណ៌ណាបងអាចមកមើល laptop model MSI Sin 15A 15នេះបានវាស័ក្តិសមបំផុតសម្រាប់អ្នកធ្វើការមិនថា office អ្នកធ្វើការកាត់ត design អ្នកការកត់គូប្លង់ graphic design ឬក៏រូបភាព anime ច្រើនទេគឺវារូបគួតបានទាំងរលូនផងដែរចាចុះបងស្មីមួយណាដែលបងថាមាន promotion ណោះ promotion យើងមានតែឥឡូវយើងមើល comment តាមយើង promotion តាមប្រាប់តាមតិចទៀតឥឡូវយើងសុំមើល comment សិនកុំឲ្យថាប្រាប់ហើយអត់មើល comment ថាអាហ្នឹងវាគាត់សួរតម្លៃសួរអីចឹងណាសួស្ដីស្រីស្អាតប្រុសស្អាតអរគុណមែនតើសួស្ដីបងបាទសួស្ដីបងជួយ comment សួរតិចមកក៏ព្រោះពួកខ្ញុំរាយរាប់ប្រាប់អីចឹងណាពី laptop ពី spec ពីអីមួយ model ណាដែលបងចង់បានឥឡូវខ្ញុំនឹងប្រាប់ពី promotion ម្ដងឥឡូវយើងដល់វគ្គ promotion ណាចាបងដល់វគ្គពិសេសណាដល់វគ្គពិសេសណាដោយសារកុំឲ្យរំលងក្នុងការ live នេះអសោះតម្លាក់លេខតម្លាក់ទីតាំងមកដល់មាន promotion ណាអ្នកគេឃើញ cashback រហូតដល់$50នេះអូពិតជាពិសេសមែនតើបងចាមានណា5050ច្រើនណាអាហ្នឹងខ្ញុំនឹងណែនាំនេះ model មួយនេះគឺជាប្រភេទ MSI Cyber 15ជាប្រភេទ Black Edition ទៀតណាអាហ្នឹងវាតម្លៃវាតាមនេះតម្លៃវា1000ជាងតែយើងបញ្ចុះតម្លៃ$50ក្នុងការ live ឬក៏វា promotion រហូតដល់ដាច់ខែហ្នឹងណាអ្នកនរគ្នាអាចតាមដាន page Facebook របស់ PDC ឬក៏មើលតាម website យើងនឹងចុះតម្លៃ model មួយនេះរហូតដល់$50ផងដែរតែ spec របស់វាជាប្រភេទMSI ចង់និយាយថាអានេះវា MSI 15ប៉ុន្តែបើ spec របស់វាចំនួនទី13 Core i5
ចែកវាក៏វាមកជាមួយនឹងហៅ Windows 11វា built in ដែរលក្ខណៈថាវាពេលយើងប្រើទៅយើងអត់ភ័យហានិភ័យក្នុងការគ្រិច6ខែម្ដងអីទេយើងប្រើ lifetime ហ្មង laptop ហ្នឹងបាច់ចាំ6ខែយើងមកគ្រិចវាទេពីចឹងយើងពិសេសរបស់វាដែរហើយសម្រាប់ memory របស់វាមានរហូតដល់16 GB ផងដែរដែលវាមាន2 slot អាច upgrade បានដូចគ្នាផងដែរអាចចំណែកឯ storage របស់វាមាន 512G ប្រភេទ M.2 ក៏យើងអាចធ្វើការផ្លាស់ប្ដូរបានតាមអ្វីដែលយើងចង់បានយកប្រភេទ M.2 មិនថាយើងបងបាន 10T ឬក៏ 2T ទេវា support បាន support change ចំណែកឯ graphic របស់វាជាប្រភេទ40 ដែរជា 6G ដែរវាស័ក្តិសមហើយសម្រាប់អ្នកដែលមិនថាធ្វើការលេងហ្គេមគូប្លង់ design អីគឺវារត់ឆ្លង smooth មែនតើទំហំអេក្រង់វាប៉ុន្មានដែរបងដល់ក្នុងអេក្រង់វារហូតទៅដល់ 15.6 inch ជាប្រភេទ Full HD IPS level ទៀតលក្ខណៈថាវាមើលទៅវាអត់ធ្វើឲ្យមើលទៅក្តៅភ្នែកនេះទេវាចាំងពលឺមកទេធ្វើឲ្យភ្នែកយើងចង់និយាយថាវាការពារភ្នែកបានឯទៀតអញ្ចឹងណា gaming មែនប៉ុន្តែរៀងមើលទៅ slim ណាបងស្រីរំលោះ slim ទូចមែនតាយ៉ាយីរំស្រាលទេធំតាម1គីឡូ98វាអត់ធ្ងន់ហ្មងទេប៉ុណ្ណឹងចាមិនថាអ្នកយកទៅនេះគឺស្ពាយទៅធ្វើការគឺវាល្មមហើយប៉ុណ្ណឹងអានេះគេហៅថាតូចមែនតែតាន់តូចមែនតែខ្លំណារូបរាងគេតូចស្ដើងមែនប៉ុន្តែសមត្ថភាព performance របស់គេខ្លាំងអានេះក៏វាបើតែវាភ្លើងមកវាវិញក៏វាអត់ខុសពីអានេះដែរភ្លើងវាជាប្រភេទគេហៅថាភ្លើង single backlit blue វាមកតាមពណ៌ឯមានតែពណ៌ខៀវមួយទេអញ្ចឹងបងដែលចង់និយាយថាអ្នកធ្វើការដាច់យប់អ្នកដែលធ្វើការមេគឺវាស្រួលហ្មងវាថាវាភ្លើងមកចាំយើងបើកភ្លើងមើលទេខីគឺលោតមកច្បាស់ហ្មងចាស្អាតណាស់ស្អាតយល់មើលរៀងគេឡើងមើលទៅឡើងបងជូតចំពោះការធានាវិញមិនដែរបងចំពោះការធានាយើងធានារហូតដល់2ឆ្នាំ2ឆ្នាំបងដែលបញ្ជាទិញ laptop ពីខាងពួកយើងទៅបងក៏បារម្ភថាខ្លាចមានបញ្ហាអីឬក៏ក្រុមហ៊ុនគឺមានការធានា2ឆ្នាំបងនៅតាមខេត្តក៏បងអាចបញ្ជាទិញបានដែរសម្រាប់បងដែលនៅតាមខេត្តយើងក៏មានសេវាផ្ញើតាម24ខេត្តក្រុងផងដែរហើយក៏យើងមាន free បញ្ចូលកម្មវិធីអីឲ្យបងមក set ដូចគ្នាមកស្អាតតែបងមិនថាបងចង់បានកម្មវិធីអីគេគឺយើងនឹងដាក់ជូនបងហើយនឹងផ្ញើបងទៅខេត្តបងដែលអ្នកតាមខេត្តដែលគាត់អត់បានឡើងមកភ្នំពេញបងតាក់ទងតាម Facebook page ឬក៏តាម website ឬក៏តាម Telegram អីចឹងទៅពួកយើងក៏មានសេវាកម្មផ្ញើជូនបងដែរសម្រាប់បងដែលគាត់ចង់បងមនុស្សក៏យើងមានសេវាកម្មបងមនុស្សហើយបងជាមួយនឹងខាងក្រុមហ៊ុន Eon ដែរសម្រាប់តាក់ទងនឹងឯកសារអីដូចជាបងដែលធ្វើការយើងត្រូវការដូចជាអត្តញ្ញាណប័ណ្ណគេហៅថាលក្ខណៈថា bank statement ហ្នឹង bank statement រយៈពេល3ខែចុងក្រោយសភៅគ្រួសារសភៅស្នាក់នៅនឹងអត្តញ្ញាណប័ណ្ណហ្នឹងនេះបងតែប៉ុណ្្នឹងទេអាហ្នឹងសម្រាប់អ្នកដែលធ្វើការបងអាជីវករឬអ្នករត់ម៉ូតូឌូ pass ក៏យើងអាចធ្វើការបងមលុះបានដែរបងយើងមិនប្រកាន់អីណាបងមិនថាបងធ្វើអីក៏យើងអាចបងមលុះបានដែរអាហ្នឹងយើងនឹងសិក្សាជាមួយក្រុមហ៊ុន Eon ផ្ទាល់តែម្ដងតែឯកសារបងអាចដាក់ពេលព្រឹកបងគេសិក្សាពេលស្អែកអីvẫnនឹងឈូគឺក្នុងប្រាប់ដល់ដំណឹងដល់បងឲ្យថាបងជាប់ឬក៏អីអញ្ចឹងណាបងចាតោះបងបើសិនជាភ្ញៀវចង់បញ្ជាទិញគាត់បញ្ជាទិញតាមណាខ្លះបានខ្លះបានតាមwebsite របស់ពួកយើងផ្ទាល់បងចា website ពួកយើងហ្នឹងហើយមួយទៀតគាត់អាច check មើលលើ Facebook page ផ្លូវការរបស់ពួកយើងហើយពួកយើងមានលេខ hotline នៅហ្នឹងហើយគាត់អាចតាក់ទងមកបានឬក៏ add Telegram មកបានដូចគ្នាបងហើយមួយទៀតពួកយើងមាន App Store App Store របស់ពួកយើងហ្នឹងគឺចាចាំតិចមួយនេះខ្ញុំចាំតិចយើងងមាន PTC Store PTC Store បងនេះនឹងតំណែងមានច្រើនមុខក៏បងមិនថាប្រភេទ laptop accessory ទឹកថ្នាំ printer projector គឺយើងមានគ្រប់ទាំងអស់តែម្ដងឲ្យតែបងចូលនៅក្នុងហ្នឹងលក្ខណៈថាមាននិយាយទៅមាននៅក្នុងទូរស័ព្ទយើង download មួយមកគឺបើសិនជាបងខ្ជិលគឺបងអាចមើលពីនឹងដែរ promotion តាមអីនិយាយថាមាន app PTC Store មួយដូចមានហាងអីវ៉ាន់ក្នុងដៃហ្មងចង់និយាយចឹងណាលក្ខណៈថាបងចង់បញ្ជាទិញអីគឺខាងក្រុមហ៊ុនគឺ
គាត់នឹងដាក់អីវ៉ាន់ឲ្យបងគឺយើងដឹកឲ្យរយៈពេលគ្រាន់បងកំងភ្លាមមកដល់បើ1ម៉ោងឯខាងនឹងដឹកអីវ៉ាន់ជូនឲ្យបងភ្លាមតែម្ដងអត់បាច់ចាំយូរបងសម្រាប់ការដឹកផងដែរក៏យើងមានសេវាកម្ម delivery នៅក្រុងភ្នំពេញគឺដី10គីឡូដោយអត់មានគិតសេវាណាបង10គីឡូម៉ែត្រហ៎បាទ10គីឡូម៉ែត្រគិតពីខាងយើងទៅហ៎បងបាត់គិតពីហាងយើងទៅតែម្ដងអូខេអញ្ចឹងសូមបញ្ជាក់បងម្ដងទៀតចំពោះការបញ្ជាទិញតាមអនឡាញបើគិតរយៈចម្ងាយពីយើងទៅខំ10គីឡូម៉ែត្រឬក៏ត្រឹម10គីឡូពួកយើងអត់គិតសេវាថ្លៃដឹកពីបងទេអញ្ចឹងធ្វើឲ្យបងចំណេញមកតង់ទៀតហើយមកចាំចេញក្រៅហត់ក្តៅត្រូវការគ្រាន់តែចុចនៅលើ app ហ្នឹងមកពួកយើង delivery ជូនបង free ទៀតណាមួយខែនេះខែភ្លៀងទៀតចឹងណាបងខ្ជិលមកនំខ្លាច់ត្រូវទឹកភ្លៀងខ្លាច់ពេលខ្លះផ្លូវខ្លះលិចទឹកខ្លាច់អីចឹងទៅបងគ្រាន់តែបញ្ជាទិញតាម app ឬក៏បងតាម social media យើងមាន Facebook មានInstagram មាន website អញ្ចឹងមកបងគ្រាន់បញ្ជាទិញមកខាងក្រុមហ៊ុន PTC ទៅខាងក្រុមហ៊ុននឹងរៀបចំដឹកជញ្ជូនឲ្យបងដល់ផ្ទះដល់គេដ្ឋានតែម្ដងបាច់ចាំបងមកខ្លាច់ភ្លៀងត្រូវភ្លៀងខ្លាច់មកភ្លៀងទៅធ្វើឲ្យផ្លូវខ្លះវាលិចអញ្ចឹងវាខូចឡានខូចម៉ូតូបងទេនាំតែសើមដល់បងឬក៏អីចឹងបងបាច់ភ័យទេខាងក្រុមហ៊ុននឹងមានកាយសេវាកម្មដឹកជញ្ជូនដល់គេដ្ឋានតែម្ដងនិយាយទៅពួកយើងព្យាយាមធ្វើម៉េចជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួលទៅកាន់អតិថិជនទាំងអស់គ្នាទាំងសេវាកម្មទាំងទំនុកចិត្តនិងគុណភាពផលិតផលបងនិយាយចឹងយើងឡាយចេញពីសាខាដែរយើងឡាយចេញពីសាខាសូយ៉ាបងអូហ្នឹងហើយកុំភ្លេចកន្លែងយើងឡាយចេញពីសាខាសូយ៉ាបងនិយាយរួមទៅដែលមានទីតាំងនៅលើផ្លូវរសក់ផ្អែមបងផ្លូវ154កាយនឹងផ្លូវ63បងចានិយាយរួមទៅជាប់ក្បែរសាសូយ៉ាតែម្ដងបងអត់ប្រមាណ100បងនិយាយរួមទៅអត់ដល់បងអត់ស្គាល់សូយ៉ាទៅស្គាល់ PTC ដែរបងដោយសារជាប់គ្នាបងជាប់គ្នាអញ្ចឹងណាបងចាហើយផ្លាកយើងលើកប៉ុណ្ណាណីអាគារខ្ពស់ជាងគេខ្ពស់ PTC បងមានចម្ងល់អីអាចសួរនៅក្នុង comment ហ្នឹងក៏បានដែរបងកុំភ្លេចសួរកុំភ្លេចនេះបងកុសលសួស្ដីប្រុសស្អាតស្រីAmazon can play Dota 2 បានអត់2 game បានអត់បានតាបងមានអីបងបានតាបងកុំភ្លេចជួយ like ជួយ share តិចទៀតមកយើងនៅសល់ laptop 2 model ទៀតដែលត្រូវប្រាប់បងអញ្ចឹងណាតើតងនឹង spec តើតងនឹងអីអញ្ចឹងណាបងអាចគេមើល background យើងតិច background ទុំតែគេដាក់គឺថាទៅធ្វើហើយអញ្ចឹងណាវាមានភាពស្រស់ស្អាតដែរភ្លើង RGB ពីក្រោយ logo MSI ងស់គ្នាមិនយើងមិនហ្នឹង like តា MSI យើងអត់មាន brand អីផ្សេងទៀតណាយើងមាន laptop ដូចជា Dell មាន Asus Acer មាន MSI មាន HP មាន Lenovo មាន Apple មាន all in one មិនថា AOC មិនថា Dell អីគឺយើងមានទាំងអស់មិនថាធុង system មានអីមិនថា monitor គ្រប់ model បងអាចអញ្ជើញមកមើលដល់ showroom ក៏បានឬក៏តាក់ទងតាមលក្ខការ live ក៏បានដែរបងនិយាយរួមគឺយើងបើសិនជាបងមានចម្ងល់មានអីសំណួរអាចសួរក្នុងនឹងក៏បានឬក៏បងឆាតតាម Facebook page ក៏បានដែរបងបងស្រីបើក៏សួរថាមានថែមអីខ្លះបងសម្រាប់ laptop បើសិនជាបងបញ្ជាទិញទៅយើងមានថែមដូចជា mousepad កាតាប៉ានឹង free កម្មវិធីបងអញ្ចឹងណាបងហើយនឹងបើសិនជាបងនៅភ្នំពេញដូចថាបងបាច់ចាំមកផ្ទាល់ក៏បានដែរខាងក្រុមហ៊ុនមានសេវាកម្មសេវាដឹកដល់គេហដ្ឋានដោយមិនគិតសេវាផងដែរបងសួរមើលឧទាហរណ៍ណាការតឡើងកម្មវិធីពេលហ្នឹងអតិថិជនគាត់ទិញហើយគាត់រនឹកអត់តន់អស់បាទគាត់ទៅទេហើយអញ្ចឹងតើគាត់អាចត្រឡប់មកវិញដើម្បីឲ្យយើង install ឲ្យគាត់ម្ដងទៀតអត់បានតាបានអត់បានអត់ឆែកលុយណាអត់ទេអូខេអញ្ចឹងរយៈពេលប៉ុន្មានដែររយៈពេលដូចជាត្រឹម3ខែ3ខែដំបូងហ៎បាទអូខេអាហ្នឹងបើសិនជាបងទិញហើយបងខ្វះកម្មវិធីបងអាចយកមកដាក់ថ្ងៃក្រោយបានខាងយើងអត់គិតសេវាបង
សម្រាប់កម្មវិធីបងមិនថា printer នៅនេះ scanner នៅនេះបងបើសិនជាបងបញ្ជាទិញពីខាងក្រុមហ៊ុនខាងបងអូនទៅក៏បងអូនក៏មានសេវាកម្មទឹកដល់គេអដ្ឋាននិងសេវាកម្មតម្លើងបើសិនជាបងអត់ចេះតម្លើងពីការភ្ជាប់ Wi-Fi ពីការ print តាមទូរស័ព្ទពីការ print តាម laptop អីខាងបងអូនក៏មានជាងដែលជំនាញក្នុងការទៅដល់គេអដ្ឋានដែលតម្លើងជូនដោយបងដល់អត់គិតថ្លៃផងដែរឲ្យតាដីចាប់ពី10គីឡូម៉ែត្រពីខាងក្រុមហ៊ុនគឺខាងបងអូននឹង free សេវាជូនតែម្ដងបងចាប់ដល់នេះយើងទទួលជួសជុលអីគេខ្លះដឹងអត់laptop ហើយនឹង printer បង laptop printer ចាតែពីមុខហ្នឹងឯណា projector ក៏យើងហ្នឹង projector ក៏យើងមាននេះដែរបងមិនថា projector មិនថា printer scanner ទេគឺយើងមានការ repair ជូនបងទាំងអស់តែម្ដងឲ្យតែបងយកមកមិនថាបងបញ្ជាទិញពីខាងណាខាងក្រុមហ៊ុននឹងធ្វើការជួសជុលទាំងអស់បងតោះបង spec មួយទៀតណាមើលសុំមើលបងជួយ comment តិចមកអីចង់សួរពីអីអ្នកមើលបាន13នាក់នេះឥឡូវយើងចូលដល់ model មួយទៀតហ្មងខាងនេះមុនហ្នឹងហើយបងឥឡូវខ្ញុំនឹងណែនាំពី MSI model មួយទៀតអញ្ចឹងណាបងជាប្រភេទ MSI Cyberg 15ដូចគ្នាដែរតែគាត់ថាអ្វីដែលខុសវាលក្ខណៈខុសគ្នាតិចតួចតាក់ទងនឹង spec តិចតួចអីអញ្ចឹងណាបងតែតម្លៃក៏វាមិនលើសខ្វះគ្នាប៉ុន្មានដែរឥឡូវនេះខ្ញុំនឹងណែនាំបងតាក់ទងនឹង MSI model MSI Cyberg 15នេះនិយាយរួមទៅវាមកជាចំណុចឲ្យវាថាចំនួនទី13អញ្ចឹងណាបង Core i5 ដូចគ្នាចំនួនទី13ហើយសម្រាប់ RAM មកវាគឺវា RAM 610G ដូចគ្នាដែរដែលវាបពាក់មកមាន2 slot អញ្ចឹងណាបងសិនជាបងចង់ upgrade បងចង់បន្ថែមអីអាហ្នឹងក៏ខាងបងអាចថែមជូនបងបានដែរមិនថាបងចង់បាន32ឬ64អញ្ចឹងណាបងនិយាយងាយស្រួលមែនតើនិយាយរួមទៅវាលក្ខណៈថាឥឡូវបងប្រើប៉ុណ្ណឹងថា 16G វាល្មមថ្ងៃក្រោយទៅបងគាត់ថារៀងដើរយឺតតែគាត់ចង់ upgrade ដល់32ឬក៏64បងអាចយកមកដោះដូរឬក៏ add ថែមបានអញ្ចឹងណាបងហើយម៉ាស៊ីននេះដែរវាមានថាវា built in មកនឹង Windows 11ដែល Windows 11ហ្នឹងវាងាយស្រួលមែនតើសម្រាប់បងដែលប្រើទៅមិនហានិភ័យក្នុងការក្រិចឬក៏បងយកទៅក្រៅប្រទេសក៏បានដែរវាអត់ទាមទារ key license អីទេគឺយើងប្រើបានរហូតដល់ lifetime ហ្មងណាបងហើយ storage របស់វាក៏វាបំពាក់មករហូតដល់ 512G ដែរជាប្រភេទ M.2 ដូចគ្នាវា support change បានដូចគ្នាដែរឥឡូវបងគាត់ថាឧទាហរណ៍ថាបងរៀនឆ្នាំទី1ទី2ឬក៏អ្នកធ្វើការល្មមគាត់ថាប៉ុណ្ណឹងល្មមប្រើហើយតែថ្ងៃក្រោយទៅឯកសារគាត់ច្រើនអីចឹងទៅគាត់ចង់បានច្រើនដល់1ទេឬក៏2ទេនោះបងក៏អាចធ្វើការផ្លាស់ប្ដូរបានដែរនិយាយរួម laptop មួយគេធ្វើគិតពីអនាគតរបស់បងថាថ្ងៃក្រោយបងនឹងប្រើច្រើនអីចឹងទៅល្អមានចក្ខុវិស័យវែងឆ្ងាយហ្នឹងឯងក្រុមហ៊ុនគេត្រូវតែមានចក្ខុវិស័យវែងឆ្ងាយ10ឆ្នាំ5ឆ្នាំទៅមុខទៀតអញ្ចឹងណាហើយមួយទៀតសម្រាប់ graphic របស់វាដែរវាជាប្រភេទ RTX រហូតដល់55វា 8G និយាយរួមអានេះធំតិចដែរវា 8G វារៀងធំដែរ 8G 55និយាយរួមទៅមិនថាបងយកទៅកាត់តគូប្លង់ design architecture ឬក៏រូបអីគេគឺវាដើរ smooth មែនតើនិយាយរួមទៅគឺវាលក្ខណៈថាវាអត់ធ្វើឲ្យការងាររបស់បងស្ទះទេនិយាយរួមទៅតិចថាមេដាក់ការងារប៉ុណ្ណេះទៅថាវា laptop slow អីហ្នឹងអត់តន់អីទៅគឺ laptop នេះគឺលេខថាវាដោះស្រាយគ្រប់ឧបសគ្គតែម្ដងយ៉ារហ័សតាន់ចិត្តសម្រាប់អេក្រង់មកវាដែរវាក៏លក្ខណៈថាវា 15.6 អ៊ីនជាប្រភេទ Full HD IPS level ដូចគ្នាលក្ខណៈថាអេក្រង់ច្បាស់ត្រជាក់ភ្នែកដែលយើងធ្វើការយូររាប់ម៉ោងធ្វើឲ្យក្តៅភ្នែកនោះទេគឺរឿងទៅពលឺវាចេញមកគឺវាច្បាស់ហ្មងបាច់វាអត់ប៉ះពាល់ដល់ភ្នែករបស់យើងអញ្ចឹងណាបងប៉ុណ្ណឹងល្មមដាក់តាមខ្លួនរាល់ថ្ងៃអត់ធ្ងន់ទេនិយាយរួមទៅក៏អត់ធ្ងន់ទេតែរួមគឺគីឡូវាក៏អត់ខុសគ្នាដែរតែ1គីឡូ98ឯងគឺអត់ធ្ងន់ហ្មងហើយនិយាយរួមទៅគាត់ថា model វារៀងស្តៀងគ្នាបន្តិចអញ្ចឹងណាតែគាត់ថា performance អានេះវារៀងខ្ពស់ជាងបន្តិច performance តកតងនឹងការតកតងនឹង spec របស់វារៀងខ្ពស់ជាងបន្តិចតែរូបរាងស្អាតដូចគ្នារូបរាងស្អាតដូចគ្នាអាហ្នឹងមានភ្លើង RGB អត់បងអាហ្នឹងវាលក្ខណៈថាវាភ្លើងរបស់វាជាមកលេខថា 40 ណា RGB អានេះបិទភ្លើង RGB បាត់អី
អានេះវាបើ key របស់វាជាប្រភេទ key 240 RGB និយាយរួមទៅភ្លើងវាបណ្ដាញតាម key លោតស្អាតមែនទែនភ្លើង RGB លោតដូចខាងក្រោយខ្នងដូចខាងក្រោយខ្នងហ្នឹងហ្មងលោតភ្លើង RGB ចឹងរហូតហ្មងបងមានចង្អល់អីតាក់ទងនឹងស្ពេចតាក់ទងនឹងអីអស់នេះបងអាចតាក់ទងតាមការ live ក៏បានតាក់ទងតាម Facebook ក៏ page ក៏បានតាក់ទងតាមwebsite ក៏បានហើយក្រុមការងារយើងនឹងធ្វើការតាក់ទងទៅបងរហ័សមែនតើនិយាយរួមទៅមកព្រៀបគឺមានថា response ភ្លាមតែម្ដងមិនធ្វើឲ្យបងរងចាំយូរចាបងកុំភ្លេចទេកុំភ្លេចជួយ like ជួយ share ផងកុំភ្លេច comment ផងបងចង់បាន promotion អីទៀតបងកុំភ្លេចតាមដាន page Facebook របស់ក្រុមហ៊ុន PDC ចាឥឡូវចូលដល់ model មួយទៀត model ចុងក្រោយបណ្ដោយអញ្ចឹងយ៉ា model ចុងក្រោយនេះបង model ខាងនេះមើលឃើញអត់បងឃើញនេះមានភ្លើងបងមានភ្លើង RGB យ៉ាលើកតិចណាលើកក៏បានដែរនេះបង model មួយហ្នឹងគឺ MSI Cyborg 15ដែរបងដូចដែរបងស្មីគាត់បាន detail មុនហ្នឹងអញ្ចឹងប្រភេទ Cyborg 15ដូចគ្នាហើយនេះគេរចនាឡើងមកបែប translucent black បងអញ្ចឹងយ៉ានៅលើ keyboard វាហ្នឹងនៅលើ keyboard ហ្នឹងវាមានភ្លើងហើយវាមានបែបថ្លាពេលបើកភ្លើងពេលចុចភ្លើងលើហ្នឹងទៅវាមានឃើញដល់ផ្នែកខាងក្នុងវ៉ាវយ៉ាមើលទៅវារៀងបែប sci-fi អញ្ចឹងណាបងថាយ៉ាងយូរដូចជាងគេដែរខុសគេអញ្ចឹងចាបងហើយបាននិយាយពី CPU វាវិញគឺ Intel Core i7 ចំនួនទី13វ៉ាវអានោះ Core i7 យ៉ា Core i7 បងធំហិតតែលឿនជាងមុនទៀតហើយទំហំ RAM 16GB DDR5 មាន2 slot ដូចគ្នាបងអញ្ចឹងដូចពួកខ្ញុំបានបញ្ជាក់អញ្ចឹងថាពេលហ្នឹងបងអាចនឹងត្រូវការប្រើប្រាស់មិនធំពេកទេតែថ្ងៃក្រោយទៅបងត្រូវការផ្ទុកឯកសារច្រើនវា full វាអីចឹងទៅបងអាច upgrade ឡើងបានទៀតចឹងណាបងហើយចំពោះ storage ដូចគ្នាបង storage 512G SSD M.2 support chain ដូចគ្នាអញ្ចឹងបងអាច upgrade វាបានឡើងទៅ 1T 2T អីបានតាមចិត្តបងបងមកចាំបដូរ laptop ថ្មីទេកុំឲ្យថាអត់ចង់ចំណាយលុយច្រើនអញ្ចឹងគ្រាន់តែ chain វាដាក់អា storage ធំជាងហ្នឹងទៅគឺបានឲ្យប្រើបានទៀតបានមានថាអានេះគាត់ថាយ៉ាង slow អញ្ចឹងគាត់អត់ចង់បដូរ laptop ដោយសារតែបាត់ចិត្តគាត់អត់ទាន់ដល់អញ្ចឹងគាត់ត្រឹមចង់ដូរតែ storage ឬក៏ដូរតែ RAM អីក៏បានដែរបងនិយាយរួមទៅគឺវាដើររហិតទៅលឿនហ្មងដោយសារតែយើងបន្ថែម storage វារហូតដល់ធំឬក៏ថែម RAM ឲ្យកាន់តែលឿនអញ្ចឹងទៀតចាចំពោះ graphic វិញគឺ graphic NVIDIA RTX 50វ៉ាវអានេះហៅថាធំជាងមុនទៀតតែឡើងតាមសេរីហ្នឹងឡើងតែតម្លៃប្រហែលតែគ្នាទេហ្មងតម្លៃប្រហែលប៉ុន្មានដែរមួយខេបន្តិចអូយបងប៉ុន្តែធំមែនតើយ៉ាទំហំ RAM 16GB storage 512សំខាន់ជាងគេគឺ graphic card RTX 50 8G បងកប់សេរីអញ្ចឹងវាកាន់តែលឿនសមត្ថភាព performance វាហ្នឹងកាន់តែខ្លាំងទៀតហើយចេះតែកាន់ខ្លាំងមកកម្រិតទៀតមកកម្រិតទៅយើងចាមកកម្រិតហើយទំហំអេក្រង់ 15.6 inch Full HD បងកម្រិត IPS level ណាអញ្ចឹងបងមិនថានៅមុខ laptop 6ម៉ោង8ម៉ោងក៏អត់អីដែរបងជារួមទៅក្រុមហ៊ុននីមួយៗគេតែងតែគិតពីសុខភាពផ្នែកការមើលជូររបស់យើងឯងទៅធ្វើឲ្យពលឺឲ្យវាខូចភ្នែកអញ្ចឹងក្រុមហ៊ុននីមួយៗគេតែងតែរកវិធីសាស្ត្រក្នុងការកាត់បន្ថយនៅការមើលហានិភ័យធ្វើឲ្យយើងធ្វើការយូរទៅធ្វើឲ្យយើងខូចភ្នែកអញ្ចឹងណាចានិយាយចឹងបើសិនជាភ្ញៀវចង់កំងអីកំងតាមណាទៅកំងបានតាម page ផ្លូវការរបស់យើងបងហើយតាម PTC Store បាន PT Store ចាបងហើយអាចមកមើលផ្ទាល់បងពួកយើងមានអីវ៉ាន់ display នៅ showroom ផ្ទាល់ហ្មងណាបងដូចពួកយើងធ្វើការ live ពី showroom សូយ៉ាទៅអញ្ចឹងតែបងហ្នឹងឯងកុំភ្លេចបើចង់ជួបពួកខ្ញុំទាំងពីរនាក់កុំភ្លេចមកសាខាសូយ៉ាដែលលើផ្លូវទៅសក់ផ្អែមផ្លូវ154កាយនឹងផ្លូវ63
យើងក្បែរសាសូយ៉ាហ្មងចាពេលខ្លះបងគិតថាមើលតាមទូរស័ព្ទមើលតាមការ live អញ្ចឹងអត់ច្បាស់ទេចង់ដឹងថាចង់តេស្តផ្ទាល់ហ្មងចង់មកតេស្តផ្ទាល់ចង់មើលភ្លើងវាចង់មើលពី performance វារត់ចង់មើលពីល្បឿននេះអញ្ចឹងណាបងអាចមកធ្វើការតេស្តផ្ទាល់តែម្ដងចាតែពួកយើងក៏មាន demo ឲ្យបងមើលផងដែរចានៅសូយ៉ាជាន់ទី4ណាបងមាន MSI មានមាន printer មាន scanner មាន projector មានច្រើនទៀតមាន Toshiba ទៀតមាន photocopy អញ្ចឹងណាចាប្រភេទ photocopy ក៏មានដែរពួកយើងមានទឹកថ្នាំទៀតណាបងទឹកថ្នាំទឹកថ្នាំ HP ទឹកថ្នាំ Epson អីមានទាំងអស់និយាយរួមទៅនៅ PDC យើងរួមលក់អីខ្លះបងនិយាយចឹងមានច្រើនបងដូច detail ហ្មងនៅជាន់ផ្ទាល់ដីរបស់ពួកយើងហ្នឹងមាន laptop Lenovo វ៉ាវលើថា Lenovo នោះជាន់ក្រុម exclusive store ហ្មងយេវ៉ាវធំណាហើយជាន់ទី1ពួកយើងមានលក់ accessory ច្រើនណាបងមានដូចជាពួក cable មានម៉ៅមានកាសមានជីតែមានច្រើនបងរាប់រយមុខហ្មងនៅ accessory នៅជាន់ទី1រួមទៅមិនរាប់រយមុខទេពាន់មុខហ្មងពាន់មុខបងយល់មកមានអ្វីក៏មានដែរបងមិនថាឆ្នាំងស្ថាទូរស័ព្ទមិនថាកាមេរ៉ាមិនថានិយាយរួម speaker មានទាំងអស់ហ្មងនិយាយរួមទៅមិនថា headset មិនថាអីគឺមានទាំងអស់ហ្មងនិយាយរួមទៅបើឲ្យខ្ញុំរៀបរាប់បាននេះអត់អស់បងអញ្ចឹងបើថាជាបងមានចង្អល់អីអាចតាក់ទងមកសួរពួកខ្ញុំបានតាមការ live ឬក៏តាម Facebook page ឬក៏តាម website អញ្ចឹងណាបងចានិយាយទៅអីដែលពាក់ព័ន្ធមួយបច្ចេកវិទ្យាដូចជាពាក់ព័ន្ធមួយទូរស័ព្ទពាក់ព័ន្ធមួយ laptop បងអាចមកហៅនៅ PTC ជាន់ទី1បានបង PTC showroom ជាន់ទី1ពួកយើងមានទាំងអស់បើជាន់ទី2នៅ showroom របស់ពួកយើងហ្នឹងគឺមាន laptop branded មានទាំង monitor មាន all in one មាន desktop មាន laptop មានដូចជាមាន MacBook ដែរបងមានហើយជាន់ទី3 iMac អីក៏មានយ៉ាជាន់ទី3នៅសូយ៉ានៅ PTC សាខាសូយ៉ាមាន Asus មាន Acer បងមាន all in one ដូចគ្នាហើយជាន់ទី4គឺពួកយើងកំពុងតែ live ផ្ទាល់នេះមានច្រើនបងមាន printer មាន projector មាន scanner មានmachine print ធំពួក photocopy print Toshiba មាន laptop MSI laptop HP ដូចគ្នាបងនិយាយរួមទៅទឹកថ្នាំក៏យើងមានដែរបងមួយប្រភេទអ៊ីងនិងប្រភេទម្សៅក៏យើងមានដូចគ្នាដែរនិយាយរួមចង់ចឹងណាបងដូចខ្ញុំបញ្ជាក់បងខាងដើមអញ្ចឹងខាងក្រុមហ៊ុនក៏មានសេវាកម្មដែលគេថា repair laptop printer និយាយរួមទៅតាក់ទងនឹងបោះ electronic ដែលខាងយើងមានលក់គឺយើងធ្វើការជួសជុលដែរអញ្ចឹងណាបងមិនថាបងទិញពីខាងក្រុមហ៊ុនគេផ្សេងទេខាងក្រុមហ៊ុនក៏នៅតែទទួលជួសជុលដូចធម្មតាទេបងនិយាយអញ្ចឹងសូមអាន comment តិចចាមានថាមិនខ្លះអានឹងប្រាប់ហើយម៉ានិនអ្នកលក់ស្អាតអរគុណញ៉ាំបាយនៅបងអ្នកលក់ញ៉ាំបាយដល់ចប់ live មិនញ៉ាំបាយចង់បានតាក់ទងទៅណាបើថាបងបាន laptop ហ្នឹងបងតាក់ទងតាមការ live ផ្ទាល់ក៏បានឬក៏តាក់ទងតាម Facebook page ក៏បានឬក៏តាក់ទងតាមគេថានេះបង website របស់ក្រុមហ៊ុនផ្ទាល់ក៏បានដែរលេខទូរស័ព្ទរបស់ពួកយើងផ្ទាល់ក៏បានដែរបងខលមកពួកខ្ញុំចាំទទួលបងស្វ័យឲ្យលេខទូរស័ព្ទមួយលេខទូរស័ព្ទបើទៅចង់បានលេខទូរស័ព្ទពួកខ្ញុំផ្ទាល់ហ្មងក៏បានដែរ066 368371អាហ្នឹងលេខរបស់ខាងពួកខ្ញុំជាអ្នកកាន់ផ្ទាល់តែម្ដងចាបងហើយលេខទូរស័ព្ទហ្នឹងក៏មាន Telegram ដែរបង add មកពួកខ្ញុំចាំតបបង24ម៉ោងហ្មងបងអត់គេងទេម៉ានិតមក Hello បងពេលដូរ RAM អញ្ចឹងគិតថ្លៃ service អត់បងបាទសម្រាប់ដូរ RAM ជួយអត់ទៅថ្លៃ service បងយើងគិតថ្លៃតា RAM អញ្ចឹងណាបងឧទាហរណ៍ថាបងចង់បានដូរ32យើងគិតតែថ្លៃ RAM ឲ្យបងថ្លៃ service គឺយើងធ្វើឲ្យដោះដូរឲ្យបងមកស្អាតតែម្ដងគឺយើងអត់គិតថ្លៃសេវាណាបងចាកុំភ្លេចណាបងយើងមាន promotion ណា$50 cashback បងកុំភ្លេចណា MSI មាន promotion ណាបើស្អីបងចាប់អារម្មណ៍ model មួយនេះគឺយើងមាន promotion អាហ្នឹងតម្លៃវាយើងទៅអត់ដល់ 1k បងនិយាយទៅយើងបញ្ចុះតម្លៃអត់ដល់ 1k ទេ
ban performance ចំនួនទី13អញ្ចឹងណាបង core i5 ទៀត ចា ហើយ RAM រហូតដល់ 610G បងតរបៀប 512G ដែរហើយបើសិនជា graphic របស់វាយកប្រភេទ RTX 45អញ្ចឹងណាបងវាមានរហូតដល់ 6G អញ្ចឹងណាបងបើសិនជាបងចាប់អារម្មណ៍ model មួយនេះអាហ្នឹងយើងមានការ promotion ហ្មងអាហ្នឹងបើសិនជាបងទិញក្នុងនេះក៏បានបងចង់និយាយថាមកមើលផ្ទាល់ហ្នឹងក៏បានដែរបងមកមើលចង់មើលថាច់ចវ៉ាន់ជាក់ស្ដែងអញ្ចឹងណាបងក៏បងអាចមកតេស្តផ្ទាល់បានដែរចាបង graphic 45ហ្នឹងអាចធ្វើអីបានខ្លះហើយបានច្រើនណាថាយកទៅកាត់ត design Photoshop អីរួមទៅគឺបាន AutoCAD អីចឹងណាអ្នកគូប្លង់គូអីចឹងហ្នឹងគេហៅថា graphic ដាច់ចាបងបាទចាបងឮថាឥឡូវមាន laptop HP ទៀតហើយអូយបងបានព័ត៌មានល្អច្បាស់មែនត្រូវឲ្យបងហ្នឹង top fan ហ្មងនិយាយរួមទៅមាន laptop ពីរួមទៅចូលបងរបស់ HP អញ្ចឹងបង gaming ក៏មាន Office ក៏មាន touch screen ក៏មានដែរអាហ្នឹងប្រភេទរបស់នេះបងប្រភេទរបស់ HP laptop ណាបងនិយាយរួមទៅបងចាប់អារម្មណ៍បងអាចមកមើលបាននិយាយរួមទៅយើងមានទាំង touch screen មានទាំងពីប្រភេទ Office និងប្រភេទ gaming ហូត laptop របស់ HP ហ៎បងវ៉ាវមាន gaming ទៀតមានចឹងបងកុំភ្លេចណាបើថាចាប់អារម្មណ៍អីចង់មកតេស្តផ្ទាល់ចង់មកមើលដល់ហាងហ្មងនៅសាខាសូយ៉ាបងលើផ្លូវ93កាយនឹងផ្លូវ63ផ្លូវ63កាយនៅផ្លូវរសក់ផ្អែមបងផ្លូវ154កាយនឹងផ្លូវ63បងនិយាយរួមទៅបងអាចមកមើលតេស្តនៅនឹងផ្ទាល់ក៏បានដែរយើងមាន demo មានអីឲ្យបងមើលហ្មងនិយាយរួមមានច្រើនណាបងមិនថាមាន Lenovo មិនថាមានDell មាន MacBook មាន iMac មាននិយាយរួមទៅមាន Acer មាន MSI បងអាចមកមើលផ្ទាល់ក៏បានដែរយើងមានច្រើនជំរឿសច្រើនជឿ brand សម្រាប់បងដែលគាត់ថាអានេះគាត់តេស្តអានេះក៏អត់ទៅពេញចិត្តទេបងអាចទៅមើល brand ផ្សេងអញ្ចឹងក៏បានដែរតម្លៃតែវាស័ក្តិសមដែលវាគិតថាវាប្រើទៅវាល្អសម្រាប់គាត់អញ្ចឹងណាចាបងហើយពេលបងមកផ្ទាល់រឹតតែល្អទៀតបងដោយសារពួកយើងគឺមានបុគ្គលិកចាំជួយ support បងជួយ recommend បងឲ្យត្រូវជាមួយនឹងអីដែលបងត្រូវការចានិយាយរួមទៅជួយប្រាប់ពី laptop ពីតម្រូវការរបស់បងប្រើទៅឲ្យវាត្រូវហ្មងចាកុំឲ្យបងយកទៅខុសបងត្រូវការតានេះណាបងបន្ថានេះសម្រាប់ printer print អីក៏បងមកយើងនឹងមានប្រាប់ពីរបៀបប្រើប្រាប់អីចឹងទៅចាបងជួបជាមួយនឹងអ្នកលក់រុះរាយរាក់ទាក់គាត់នឹង detail ប្រាប់បងពី spec នីមួយថានឹងប្រើមិនចឹងណាបងចាហើយឧទាហរណ៍ថាបងទិញទៅបងអត់ចេះប្រើយ៉ាពួកខ្ញុំក៏មាននេះនិយាយពីម៉ាស៊ីន print ណាបាទយ៉ា print ថាពីខាងពួកយើងមិនថា laptop មិនថាម៉ាស៊ីន print អីទេឲ្យតែបងទិញពីពួកយើងទៅពួកយើងមានខាង service ចាំ support បងរហូតមិនថាយកទៅដល់ដៃពួកបងដែរបើសិនជាបងមានចម្ងល់អីបងនៅតែអាចតាក់ទងមកសួរពួកខ្ញុំបានមាន 2 in 1អត់បង2 in 1ក៏មានដែរមិនថារបស់ HP មិនថារបស់ Lenovo sorry របស់ MSI ទេក៏យើងមានដែរប្រភេទ touch screen all 2 in 1អញ្ចឹងណាយើងមានដូចគ្នាបើសិនជាតម្លៃវិញក៏វាល្មមទេតម្លៃបើសម្រាប់ HP អត់ដល់ 1K ទេបងអាហ្នឹងប្រភេទ2 in 1 touch screen ក៏បានបើសិនជារបស់ MSI យើងអត់បានយកមក live ទេអាហ្នឹងតែយើងមានដូចគ្នាប្រភេទ2 in 1 touch screen បានមានប៊ិចដូចទៀតអូមានប៊ិចទៀតមានវ៉ាវលយមែនតើចឹងបងដែលមានចង្អល់មានសំណួរអាចសួរមកព្រោះថាពួកយើងចិត្តដល់មកបែកគ្នាណាយីរុំផងអាចប្រាប់ពីទីតាំងម្ដងទៀតបានន័យថាយើងមានប្រមាណសាខាចាបងខ្ញុំសូមបញ្ជាក់ម្ដងទៀត PTC Computer មាន4សាខាបងទូទាំងចាបងមាននៅសាខាខេត្តសៀមរាបចាហើយចំពោះនៅទីក្រុងភ្នំពេញគឺពួកយើងមាន3សាខាមាននៅសាខាផ្សារថ្មីសាខាចិត្តផ្សារសូយ៉ានិងសាខាមនីវងចឹងយើងនឹងឡាយចេញពីណាថ្ងៃនេះយើងឡាយចេញពីសាខាសូយ៉ាចឹងបង top fan ណាកុំភ្លេចណាយើងរៀងឡាយជារៀងរាល់ថ្ងៃនៅថ្ងៃសុក្រ
រៀងរាល់ថ្ងៃសុក្រពីម៉ោង 11 ដល់ម៉ោង 12 កុំភ្លេចណាមិនថានេះបើសិនជាបើគ្រប់ប្រេនទាំងអស់យើងនឹងធ្វើការ live ចែកជូនបងទាំងអស់គ្នាអញ្ចឹងណាតាក់ទងនឹងព័ត៌មានតាក់ទងនឹង promotion អីបងអាចមើលតាមការ live ឬក៏បងអាចមើលតាម Facebook page និងមើលតាម website ផងដែរក៏យើងមានការ promotion មានការ live ដែរចាបងហើយចំពោះថាបងមានចម្ងល់អី please feel free to ask ហ្មងបងថាហ្នឹងហើយបងមានអារម្មណ៍ថាកុំស្ទាក់ស្ទើរកុំមានអារម្មណ៍ថាខ្លាចអន់ចិត្តអីបងអាចតាក់ទងបានយ៉ាបងអាចឆាតសួរព័ត៌មានបានពួកយើងនឹងឆ្លើយតបមួយបងភ្លាមឡាញតដល់ណាเราតបមកចប់ហ្នឹងដល់មកចុះបើសិនជាភ្ញៀវគាត់ចង់ទិញតែគាត់លក្ខណៈថាខ្វះថវិកាខ្វះលុយអញ្ចឹងគាត់អាចបងដំបូងគាត់ឲ្យបានបងពួកយើងមានការបងលួយយើងសហការមួយក្រុមហ៊ុន Eon ផ្ទាល់បងចុះបើសិនជាលក្ខណៈខ្ញុំចង់បងភ្ញៀវចង់បងលួយគាត់ត្រូវការឯកសារអីខ្លះជាត្រូវការឯកសារដូចជា bank statement របស់បង3ខែចុងក្រោយអត្តញ្ញាណប័ណ្ណសភៅគ្រួសារឬក៏សភៅស្នាក់នៅបងបាទចុះបើគាត់លក្ខណៈថាអ្នកហ៊ុនតូដុបអីអញ្ចឹងណាឬក៏ pass app អញ្ចឹងអាចបងបានអត់បានបងបានដូចគ្នាបងចានិយាយទៅបាត់កុំហ្នឹងឯងបើសិនជាបងមិនថាអាជីវករឬក៏អ្នកលក់ដូរឬក៏អ្នកហ៊ុន pass app ម៉ូតូដុបឬក៏អីទេបងអាចធ្វើការបងរំលោះជាមួយនឹងធនាគារ Eon បានអញ្ចឹងណាបងចាបងមានសំណួរទៀតបងមានសំណួរទៀតពួកយើងនឹងចិត្តដល់ម៉ោងចប់ឡូវណាបងសល់1នាទីទៀតទេ line តនឹងណាដល់ម៉ោងចប់អត់ហើយនេះកុំភ្លេចណាមាន promotion ណាបងមើល MSI យើងមាន promotion $50 cashback ចាបង promotion ហ្នឹងពួកយើងមានរហូតដល់ចុងខែបងចាកុំឲ្យឱកាសនេះកាន់តែរំលងទៅណាមិនងាយមានទេណាបង MSI មិនងាយមានទេណាតាបងយើងចឹងបងបើសិនជាអត់មានសំងល់មានសំណួរទេពួកខ្ញុំសូមធ្វើការជម្រាបលាប៉ុណ្្នឹងសិនណាបងជាចុងក្រោយពួកខ្ញុំពិតជាអរគុណមែនទែនសម្រាប់បងដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការមើល live របស់ពួកខ្ញុំទាំងពីរនាក់ចុងក្រោយពួកខ្ញុំជូនពរឲ្យបងទាំងអស់គ្នារកស៊ីកាន់តែមានបានធ្វើការដែលគេថាកាន់តែរលូនទៅមុខជានិច្ចចឹងណាកុំឲ្យមានឧបសគ្គជួបគ្នានៅសប្តាហ៍ក្រោយបាយបាយ